តោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំដឹកជីទៅបាច់អេស្រែបងប្អូនហើយក៏នាំអារម្មណ៍បងប្អូនអ៊ំពូមីងទាំងអស់ដែលអ្នកនៅឆ្ងាយមិនអ្នកធ្វើស្រែបើអ្នកធ្វើស្រែគេស៊ាំហើយនឹងស្រែអញ្ចឹងវីដេអូនេះក៏បានឃើញដល់អ្នកភ្នំពេញអ្នកដែលធ្វើស្រែបានមើលទេសភាពនេះវាម្យ៉ាងដែរបងប្អូនវាស្អាតនេះស្រែខ្ញុំនៅឆ្ងាយបងប្អូនអើយជិះគោយន្តប្រហែលជាឆ្ងាយប្រហែលជាចង់កន្លះម៉ោងដែរបងប្អូនប៉ុន្តែពេលដែលខ្ញុំថតនេះខ្ញុំថតកាត់ទេថតទេសភាពវាលស្រែវាលស្រូវដើម្បីឲ្យបងប្អូនទាំងអស់គ្នាមើលឆ្នាំនេះស្រែអត់បានផលទេព្រោះដោយសារយូរមានទឹកតែមិនមានទឹកឥឡូវហ្នឹងឯនេះដែលខ្ញុំដឹកជីទៅបាច់ហ្នឹងគឺវាមានទឹកហើយអញ្ចឹងបើពីមុនមកហ៊ីងរីងហួតស្ងួតរើងដល់ពេលអញ្ចឹងទៅពេលដែលមានទឹកយើងបាញ់ស្មៅអត់ងាប់ស្មៅនៅក្នុងស្រែវាអត់ងាប់ទេតែវាដើមចាស់ជាមួយនឹងស្រូវហ្នឹងហើយបានខ្ចីមានទឹកយើងដាក់ទឹកបាញ់ស្មៅងាប់អញ្ចឹងអត់ងាប់ទេគឺយើងដាក់ជីទាំងស្មៅទាំងស្រូវទៅជាមួយគ្នាបណ្ដោយទៅបងប្អូនឆ្នាំនេះมันបានផលប្រហែលនេះបងប្អូនអស់ស្ទុះក្នុងមហត្តាបាន3ទៅ4តោនអាចបានប៉ុណ្្នឹងឯងព្រោះអត់បានបាញ់ស្មៅអញ្ចឹងមានអីទេបងប្អូនមានស្រែស្រូវនេះអានេះថតមកជាហៀងបោយន្តមកជាហៀងបោយន្តនេះវាហៀងប្រទៀងយ៉ាងហាងស្នាមបងប្អូនឃើញវាញាក់ឥឡូវជិតដល់ផ្លូវកែងចូលស្រែបងប្អូនដល់ផ្លូវកែងមុខខ្ញុំត្រូវបត់អញ្ចឹងខ្ញុំត្រូវបិទហើយព្រោះដោយសារតែហ៊ានថតផងបត់ផងណាដឹងតែធ្លាក់ស្រែមួយហ៊ានទៀតហើយអញ្ចឹងអត់មានអីច្រើនទេបងប្អូននាំអារម្មណ៍បងប្អូនមើលប៉ុណ្ណឹងទេបងប្អូនចូលចិត្តអាណិតស្រឡាញ់ចង់ជួយ follow account YouTube ខ្ញុំផងបងប្អូន channel YouTube ផងអរគុណ